លោកផាងវីប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មតំណាងឯកឧត្តមថោចេតថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងនិងមន្ត្រីធនធានទឹកនិងអូតូនិយមខេត្តប៉ៃលិនចុះបើកការដ្ឋានអនុវត្តការងារថែទាំខួបប្រឡាយមេទី2នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ស្ថិតក្នុងឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនចម្ងាយ25គីឡូម៉ែត្រពីទីរួមខេត្តសូមជម្រាបថាប្រឡាយមេទី2នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់មានប្រភពទឹកពីស្ទឹងប៉ៃលិននិងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់បានកសាងឡើងនៅក្នុងសម័យប៉ុល ពត និងបានស្ដារឡើងវិញក្នុងឆ្នាំ2015ការអនុវត្តការងារថែទាំខួបនៅក្នុងឆ្នាំ2025នេះមានដូចជា 1. ស្ដារប្រឡាយ MC2 មួយខ្សែប្រវែង 7000 ម៉ែត្រនិង 2. បំពាក់សំណង់ស្ទាក់ទឹកថ្មីទ្វារ2សន្លឹកចំនួន3កន្លែងលើប្រឡាយមេប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មលោកផាងវីបានបញ្ជាក់ថាប្រឡាយមេទី2នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់មានតួនាទីក្នុងការចែកចាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពដល់ដំណាំស្រូវក៏ដូចជាដំណាំរួមផ្សំផ្សេងទៀតទាំងផ្នែកខាងក្រោមនិងផ្នែកខាងលើនៃប្រព័ន្ធធារាសាស្ត្រនេះព្រមទាំងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ 1170 ហិកតានិងស្រូវប្រាំងប្រមាណ 450 ហិកតាលោកងាលីហុងប្រធានមន្ត្រីធនធានទឹកនិងអូតូនិយមខេត្តប៉ៃលិនក្នុងនាមប្រជាពលរដ្ឋបានសម្ដែងនូវក្តីរីករាយជាខ្លាំងនិងបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមដែលបានអនុញ្ញាតឲ្យអនុវត្តគម្រោងថែទាំខួបប្រឡាយមេទី2នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់នេះព្រមទាំងបានបញ្ជាក់ថាគម្រោងថែទាំខួបនេះមានសារៈសំខាន់ណាស់ដែលបានជួយស្ដារប្រឡាយដែលមានស្ថានភាពគោករាក់ស្ទើរទាំងស្រុងដើម្បីនាំទឹកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងជួយលើកស្ទួយកម្រិតជីវភាពរស់នៅតាមរយៈការបង្កើនការធ្វើស្រែចម្ការពី2ទៅ3ដងក្នុងមួយឆ្នាំឆ្លៀតក្នុងឱកាសនោះលោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មក៏បានណែនាំដល់ក្រុមការងារអនុវត្តគម្រោងឲ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានហ្មត់ចត់និងជំរុញអនុវត្តការងារឲ្យសម្រេចបានតាមផែនការគ្រោងទុកនិងបាននាំមកនៅប្រសាសន៍ណែនាំនិងចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំនៅទូទាំងប្រទេសប្រកបដោយគុណភាពស័ក្តិសិទ្ធិភាពនិងនិរន្តរភាពដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែងបាទជំរាបសួរខ្ញុំបាទឈ្មោះងាលីហុងប្រធានមន្ត្រីធនធានទឹកនៅតំយមខេត្តប៉ៃលិនថ្ងៃនេះខ្ញុំបាទបានរួមដំណើរដំណើរបងប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មដែលលោកចំណាយពេលវេលាដ៏មានតម្លៃដើម្បីអញ្ជើញចុះពិនិត្យគម្រោងថែទាំខួបប្រឡាយមេថ្នល់បត់2ដែលមានប្រវែង 7300 ម៉ែត្រស្ថិតនៅក្នុងភូមិភ្នំកុយឃុំសាលាក្រៅស្រុកសាលាក្រៅខ្ញុំបាទសូមអនុញ្ញាតគោរពថ្លែងអំណរគុណដ៏ឃ្លាវខ្លាបំផុតចំពោះឯកឧត្តមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមដែលលោកបានអនុញ្ញាតឲ្យនាយកដ្ឋានធារាសាស្ត្រកសិកម្មអនុវត្តគម្រោងនេះនៅទីនេះហើយគម្រោងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់ខ្ញុំបាទពីព្រោះថាបលាយដែលបងប្អូនបានឃើញនេះគឺស្ទើរតែលែងមានហើយលែងមានទឹកហូរវាខូចមានន័យថាវារាក់គោករាក់អស់ហើយយើងអត់ដែលបានថែទាំខួបម្ដងណាទេហើយបលាយនេះគឺជាអាយុជីវិតរបស់ប្រជាជននៅតំបន់នេះតែម្ដងពួកលោកប្រជាជនគឺត្រូវការទឹកប្រើប្រាស់ក៏ពីនេះចិញ្ចឹមសត្វក៏ពីបលាយនេះហើយការធ្វើស្រែទាំងរដូវប្រាំងនិងរដូវវស្សាក៏ពឹងផ្អែកទៅលើបលាយនេះដែរហើយគម្រោងនេះនៅពេលដែលកើតខ្ញុំបាទគិតថាការបង្កើនផលស្រូវនិងមមាញឹកអាចធ្វើពី2ដងទៅ3ដងក្នុងមួយឆ្នាំអញ្ចឹងសក្តានុពលសេដ្ឋកិច្ចនៅតំបន់នេះគឺពឹងផ្អែកស្ទើរតែ 90% ទៅលើតំបន់ទៅលើបលាយនេះហើយខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្រធាននាយកដ្ឋានដែរដែលលោកបានអញ្ជើញចំណាយពេលវេលាដ៏មានតម្លៃដើម្បីអញ្ជើញមកពិនិត្យផ្ទាល់ហើយខ្ញុំបាទមានការរំភើបរីករាយហើយសូមគោរពជូនពរដល់អាដាមរដ្ឋមន្ត្រីក៏ដូចជាសហការីទាំងអស់រួមទាំងជាពិសេសគឺបងប្រធាននាយកដ្ឋានដែលដឹកនាំនៅសហការីអញ្ជើញមកពិនិត្យគម្រោងនៅពេលនេះ